ជំរាបសួរហើយសួស្តីទៅកាន់អ្នកនរគ្នាខ្ញុំថារីថ្ងៃនេះខ្ញុំមាន4ចំណុចចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដែលខ្ញុំរៀនបានពីកម្មវិធីវេទិកាប្រកួតប្រជែងសមត្ថភាពស្ត្រីលើវិស័យច្បាប់ចឹងបើសិនជាអ្នកនរគ្នាតើស្គាល់ថាកម្មវិធីនេះគឺជាកម្មវិធីអីទេកម្មវិធីនេះគឺជាកម្មវិធីដែលបង្កើតឡើងដោយអ្នកគ្រូទេពផលដែលជាស្ថាបនិកនៃវិភាគទានច្បាប់ហើយនៅក្នុងកម្មវិធីនេះផងដែរគឺតម្រូវឲ្យយើងធ្វើការបកស្រាយទៅលើប្រធានបទមួយចំនួនដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់រដ្ឋបាលវេនីហើយគោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយនឹងច្បាប់រដ្ឋបាលវេនីឲ្យបានច្រើនបំផុតតាមដែលធ្វើទៅបានព្រមទាំងផ្ដល់ឱកាសសិស្សានុសិស្សដែលជាស្ត្រីក្នុងការបង្ហាញនូវសមត្ថភាពរបស់ខ្លួនផងដែរចំណុចទី1ធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងបន្ថែមផ្នែករដ្ឋបាលវេនីបច្ចេកទេសនៅក្នុងការធ្វើ slide និងធ្វើឲ្យខ្ញុំមានភាពក្លាហានច្រើនជាងមុនចឹងដូចខ្ញុំបានលើកឡើងពីខាងដើមអញ្ចឹងថាកម្មវិធីគឺតម្រូវឲ្យយើងជ្រើសរើសយកប្រធានបទមួយចំនួនដែលស្ថិតនៅក្នុងក្របខ័ណ្ឌរដ្ឋបាលវេនីមកធ្វើការបញ្យល់និងធ្វើការបកស្រាយចឹងច្បាស់ណាស់យើងប្រកាសជាធ្វើការសិក្សាស្រាវជ្រាវទៅលើប្រធានបទមួយចំនួនដែលយើងអត់ធ្លាប់សិក្សាពីមុនមកទន្ទឹមនឹងនេះក៏មានគ្រូបង្វឹកតាមការអញ្ជើញ2រូបដែលនឹងធ្វើការមកបង្រៀនយើងពីរបៀបក្នុងការធ្វើ slide ថាធ្វើម៉េចឲ្យងាយស្រួលយល់ហើយមានភាពតាក់ទាញច្រើនជាងមុននៅក្នុងវគ្គខ្លះគឺតម្រូវឲ្យយើងធ្វើបទបង្ហាញនៅចំពោះមុខទស្សនិកជនក៏ដូចជាគណៈកម្មការ3រូបទៀតហើយវគ្គខ្លះទៀតគឺតម្រូវឲ្យយើងថតនៅមុខកាមេរ៉ាខ្ញុំចាំបានថានៅវគ្គពាក់កណ្ដាលផ្ដាច់ប្រវត្តិដែលយើងហៅថាវគ្គវីដេអូប៊ីតគឺតម្រូវឲ្យនាងខ្ញុំថតនៅមុខកាមេរ៉ាដែលខ្ញុំអត់ធ្លាប់ធ្វើពីមុនមកទេខ្ញុំចាំបានថាពេលហ្នឹងខ្ញុំភ័យមែនតើដោយសារតែយើងត្រូវថតនៅមុខកាមេរ៉ាហើយគណៈកម្មការ5នាក់ទៀតគឺអង្គុយមើលយើងថតតែយ៉ាងណាខ្ញុំក៏អាចថតទៅចប់ដោយរលូនផងដែរចំណុចទី2ទំនាក់ទំនងល្អនៅក្នុងការរស់នៅរបស់យើងទំនាក់ទំនងគឺសំខាន់ខ្លាំងមែនតើមិនថានៅក្នុងគ្រួសារនៅក្នុងសាលាឬក៏កន្លែងការងារជាដើមតួយ៉ាងនៅក្នុងអំឡុងពេលដែលខ្ញុំប្រកួតហ្នឹងលោកគ្រូអ្នកគ្រូពិតជាយកចិត្តទុកដាក់និងស្រឡាញ់ពួកយើងដែលជាបេក្ខជនខ្លាំងមែនតើដែលធ្វើឲ្យពួកខ្ញុំបង្កើតបានជាទំនាក់ទំនងល្អពេលវេលាល្អនិងជាពេលវេលាដែលគួរឲ្យចងចាំផងដែរចំណុចទី3ដំបូន្មានពាក់ព័ន្ធជាមួយនឹងជំរឿសខ្ញុំចាំបានថានៅក្នុងអំឡុងពេលប្រកួតហ្នឹងគឺខ្ញុំទទួលបានដំបូន្មានពីខូចខ្ញុំម្នាក់ពាក់ព័ន្ធជាមួយនឹងជំរឿសគាត់បានលើកឡើងថានៅក្នុងការរស់នៅរបស់យើងតែងតែជួបនៅស្ថានភាពដែលយើងត្រូវតែជ្រើសរើសមានន័យថាក្នុងស្ថានភាពបែបហ្នឹងយើងត្រូវតែជ្រើសរើសទោះបីជំរឿសខ្លះយើងពិបាកក្នុងការជ្រើសរើសក៏ដោយគាត់តែងតែមានចាញ់មានឈ្នះជារឿងធម្មតាយើងមិនអាចបេក្ខជនប្រកួតទាំងអស់60នាក់យើងអាចឈ្នះនឹង60នាក់បានទេអញ្ចឹងបានន័យថាទោះបីវាពិបាកប៉ុណ្ណាក៏យើងត្រូវតែរើសដែរបើសិនជាយើងរើសចាហួយយើងត្រូវតែចោលសង្ខ្យាបើយើងរើសសង្ខ្យាយើងត្រូវតែចោលចាហួយចំណុចចុងក្រោយការតស៊ូគឺពិតជាសំខាន់ក្នុងការរស់នៅរបស់យើងដូចគ្នាដោយសារតែពេលខ្លះយើងគិតថាយើងអត់ឆ្លាតដូចគេពិតមែនក៏ប៉ុន្តែនៅពេលដែលយើងធ្វើអីមួយយើងតស៊ូយើងព្យាយាមហើយមិនបោះបង់ក៏យើងទទួលបានលទ្ធផលល្អប្រសើរផងដែរតាមអីដែលខ្ញុំចាំបានគឺនៅក្នុងវគ្គ presentation battle ក្រុមរបស់នាងខ្ញុំគឺធ្វើការវឹកហាត់រហូតដល់ម៉ោង12យប់ឯណោះអញ្ចឹងអ្នកនរគ្នាប្រហែលជាគិតថាឬក៏ស្ទើរតែមិនជឿថាពីណាគេទៅហាត់ដល់ម៉ោង12យប់ប៉ុន្តែជាក់ស្ដែងក្រុមរបស់នាងខ្ញុំគឺធ្វើការវឹកហាត់រហូតដល់ម៉ោង12យប់ពិតប្រាកដមែនដូចនេះជារួមមកវិញ4ចំណុចដែលខ្ញុំបានរៀបរាប់ខាងលើគឺជាចំណុចដែលខ្ញុំរៀនបានពីកម្មវិធីមួយនេះហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងរៀនបានចំណុចជាច្រើនពីកម្មវិធីមួយនេះផងដែរអញ្ចឹងអរគុណអ្នកនរគ្នាមែនតើសម្រាប់ការតាមដានទស្សនាយើងជួបគ្នានៅវីដេអូក្រោយបាយបាយ